ហើយមួយទៀតគេហៅថាផ្ទះក៏ជាកន្លែងដែលថ្នាក់លុយយើងដូចគ្នាជាថង់លុយយើងដូចគ្នាជាកន្លែងដែលចាប់ឱកាសយើងដូចគ្នាអញ្ចឹងបើសិនជាករណីយើងចង់សង់ផ្ទះថ្មីខ្ញុំរីកមិនឲ្យចាប់ដើមមើលរៀបចំហុងស៊ុយតាំងពីពេលបោះគ្រឹះចាចាប់ពីពេលគូប្លង់ចាគូប្លង់ការរៀបលេអាវនៅក្នុងផ្ទះនីមួយៗពីសមាជិកគ្រួសារក្នុងផ្ទះហ្នឹងមានប៉ុន្មាននាក់ជានិយាយឧទាហរណ៍ថាសមាជិកគ្រួសារមាន5នាក់យើងរៀបលេអាវតម្រូវថាតើឪពុកម្ដាយ master bedroom នៅសូនណាហើយកូនទី1កូនស្រីកូនប្រុសនៅសូនណាហើយការ design ទាំង exterior ទាំង interior ហ្នឹងគឺទៅ design បែបណាអញ្ចឹងខ្ញុំឧទាហរណ៍ថាបើសិនជាផ្ទះរបស់យើងបែរទៅទិសសូនខាងណាគេ design ទៅសូនខាងហ្នឹងឧទាហរណ៍ថាបើសិនជាផ្ទះរបស់យើងបែរទៅទិសខាងកើតឧទាហរណ៍បើផ្ទះយើងបែរទៅទិសខាងកើតការ design និងការប្រើពណ៌ផ្ទះគឺខុសពីផ្ទះដែលបែរទៅទិសខាងលិចចាហើយផ្ទះដែលបែរទៅខាងត្បូងឬក៏បែរទៅទិសខាងជើងផ្ទះដែលបែរទៅផ្សេងៗគ្នាទាំងអស់គឺប្រើពណ៌ខុសគ្នាទាំងអស់តែខ្ញុំឧទាហរណ៍ថាបើកាលណាផ្ទះរបស់យើងធ្វើហើយការលាបពណ៌ខុសក៏វាមានជាឥទ្ធិពលទៅលើផ្ទះនឹងខ្សោយតែផ្ទះនឹងខ្សោយការរស់នៅសមាជិកគ្រួសារនៅក្នុងផ្ទះហ្នឹងពេលរស់នៅទៅក៏ធ្វើឲ្យខ្សោយដូចគ្នាបើន័យថារលុយមកយើងទុកអត់សល់ចាហើយចំណុចមួយទៀតឧទាហរណ៍ថាកាលណាយើងរៀបលេអាវក្នុងផ្ទះយើងអត់ត្រូវទីមួយគឺធ្វើឲ្យការរស់នៅរបស់យើងវាអត់balance គ្នាគឺការរស់នៅជួនកាលឧទាហរណ៍ថាគាត់ design មកក្បាលតនីគាត់បែរទៅជំងឺកាលណាគាត់គេងចូលនៅផ្ទះហ្នឹងគេគាត់មានអារម្មណ៍ថាចូលមករស់នៅ3ខែ6ខែមកគឺចាប់ដើមឈឺអត់ដឹងរឿងចាកាលណាឈឺអត់ដឹងមូលហេតុជួនកាលគាត់ឈឺហើយគាត់ទៅបែបពិនិត្យក៏អត់ឃើញអីចាហ្នឹងជាបញ្ហាអញ្ចឹងដល់ពេលដែលកាលណាយើងគេងចំណុចក្បាលដំណេកផ្ទះដែលយើងគេងបើតែបន្ទប់គេងរបស់យើងក្បាលដំណេកទី1អត់ត្រូវនឹងរិស័យរបស់យើងធ្វើឲ្យចូលនៅក្នុងទិសដៅល្អចាហើយពណ៌ផ្ទះពណ៌បន្ទប់ចាពណ៌បន្ទប់នីមួយៗសមាជិកគ្រួសារនៅក្នុងផ្ទះគឺមានច្រើនអ្នកអញ្ចឹងរិស័យរបស់មនុស្សម្នាក់ៗខុសគ្នាអ្នកខ្លះក៏ត្រូវមួយធាតុមាសទៅអ្នកខ្លះក៏ត្រូវមួយធាតុទឹកទៅអ្នកខ្លះក៏ត្រូវមួយធាតុឈើទៅអញ្ចឹងម្នាក់ត្រូវធាតុឈើតែគាត់ design នៅក្នុងបន្ទប់ពណ៌ធាតុឈើអ្នកដែលរិស័យត្រូវជាមួយធាតុមាសគាត់ design បន្ទប់ពណ៌ធាតុមាសហើយបើទិសបែរទៅទិសគេបែរទៅទិសធាតុមាសអញ្ចឹងបើកាលណាយើងអត់ដឹងយើងចេះតែធ្វើទៅដល់ទៅពេលសាប់បញ្ចូលនៅឧទាហរណ៍ថាអ្នកខ្លះគាត់ត្រូវជាមួយធាតុមាសតែក្បាលតំណេករបស់គាត់បែរទៅទិសធាតុឈើអញ្ចឹងវាធ្វើឲ្យពិឃាតគ្នាចាបើរិស័យត្រូវធាតុមាសតែគេងគាត់ក៏ទៅគេងទៅបែរទៅទិសខាងត្បូងអញ្ចឹងអាណិតធាតុលាបរបស់គាត់រៀងពីមួយថ្ងៃទៅមួយថ្ងៃគឺកាន់តែណិតអញ្ចឹងវាធ្វើឲ្យអ្នកខ្លះគាត់ថាអើនៅផ្ទះចាស់ហីមិននៅផ្ទះថ្មីបែរជាស៊ុយរកស៊ីអត់ឡើងអានេះជាបញ្ហាមកពីផ្ទះហ្នឹងឯងចាអញ្ចឹងបើសិនជាករណីកាលណាយើងធ្វើផ្ទះថ្មីគឺត្រូវតែមើលរៀបចំហុងស៊ុយតាំងពីបុកគ្រឹះទៅបានន័យថាតាំងពីគូប្លង់ចាគូប្លង់ផ្ទះដូចគ្នាគូប្លង់ផ្ទះចំណុចនេះក៏សូមអភ័យទោសដែរសម្រាប់ដល់អាស៊ីតេកផ្សេងៗគ្រូហុងស៊ុយមិនមែនជាអាស៊ីតេកទេប៉ុន្តែគ្រូហុងស៊ុយនៅពេលដែលយើងរៀនក្នុងវិជ្ជាជាន់ខ្ពស់គឺជាមេរៀនរបស់អាស៊ីតេកចាអញ្ចឹងចំណុចហ្នឹងហេតុអីបានថាគ្រូហុងស៊ុយខ្លះគាត់អត់យល់ពីអាស៊ីតេកមែនគាត់កាលណារៀនអត់ដល់គាត់អត់យល់ពីអាស៊ីតេកនៅពេលដែលគាត់ consultant ទៅវាមានការ flu ទៅគឺធ្វើឲ្យ contrast គ្នាជាមួយនឹងអ្នកគូជាមួយអាស៊ីតេកខ្វែងគំនិតគ្នាប៉ុន្តែបើសិនជាកាលណាយើងរៀនឲ្យជ្រៅរៀនឲ្យខ្ពស់គឺហ្វុងស៊ុយនិងអាស៊ីតេកគឺដាក់ទៅគ្នាគឺមិនរៀនតែមួយចាតែមួយអញ្ចឹងគឺនិយាយអំពីទិសខ្យល់ចាអ្នកខ្លះទៅតែកាលណាអត់មានគេហៅថា concept creative អ្វីដែលថ្មីមិនរបៀប modern ហ្វុងស៊ុយdesign អត់ស្អាតទេចាគឺ design អត់ស្អាតទេប៉ុន្តែបើសិនជាករណីយើងមានគំនិត creative អ្វីដែលថ្មីហើយមិនរវាងហុងស៊ុយនិងអាស៊ីតេកចូលគ្នាគឺផ្ទះនឹងស្អាតហ្មងចាអញ្ចឹងមិនពេលខ្លះយើងមើលថាពេលដែលខ្ញុំ design ចេញមក concept design បែបហ្វុងស៊ុយចេញមកវាហាយវាមើលទៅវាផាសុខភាពការរស់នៅទៅស្រួលពេលខ្លះសឹងថាមិនចាំបាច់បើកអង្ហាលបើកម៉ាស៊ីនត្រជាក់តែខ្យល់ចេញចូលហ្មងពិធីក៏ទាំងពីរចាំថ្ងៃណាខ្ញុំបបួលផ្ទះខ្ញុំវិញតែលំហែចាហើយអត់ចាំបាច់បើកម៉ាស៊ីនត្រជាក់អត់បាច់បើកម៉ាស៊ីនត្រជាក់ចាខ្យល់ចេញចូលមានផាសុខភាពដកដង្ហើមមកសួតយើងខ្យល់ពេញហ្មងហ្នឹងចឹងចាបានន័យថាអញ្ចឹងការ design សំខាន់ណាស់បើសិនជាយើងសិក្សាទឹកខ្យល់អត់បានល្អផ្ទះយើងហប់នៅពេលផ្ទះយើងហប់មានក្លិនអាប់អួរក្នុងផ្ទះហើយចាកាលណាក្លិនអាប់អួរក្នុងផ្ទះគឺធ្វើឲ្យហុងស៊ុយផ្ទះមិនល្អអញ្ចឹងហ្វុងស៊ុយវានិយាយអំពីទឹកខ្យល់និយាយពីចរន្តខ្យល់ចាអញ្ចឹងបើសិនជាក្នុងផ្ទះមានចរន្តខ្យល់ឈីដែរអត់ល្អបានន័យថាខ្យល់ក្លិនឆ្អេះឆ្អាបស្អុយហប់ឧបមុខអាហ្នឹងហើយគឺហ្វុងស៊ុយអត់ល្អទេតែបើសិនជាផ្ទះរបស់យើងចូលទៅមានក្លិនក្អូបឈ្ងុយ fresh គូក្បាលយើងក៏ស្រឡះដែរចាអញ្ចឹងចំណុចហ្នឹងហើយដែលថាការ design ផ្ទះសំខាន់សិក្សាអំពីទឹកខ្យល់ឲ្យល្អចាប្អួចទ្វារតែយើងគួរដាក់ទិសណាជួនកាលគេថាខ្លះក៏ design ថាមកស្អាតប៉ុន្តែស្អាតមែនតែល្អមើលអត់ល្អស៊ីនិយាយចាស់គេថាស្អាតមែនប៉ុន្តែលុយអត់ចូលចាខ្ញុំជួបច្រើនដែរថាdesign ស្អាតមកđơnទំនើបប៉ុន្តែសម្រាប់តុមាត់យើងអត់បានញ៉ាំពីមាត់ទេតែយើងញ៉ាំពីកអញ្ចឹងការ design បែបហ្នឹងដូចគ្នាគេថាទ្វារផ្ទះហ្នឹងដូចមាត់យើងអញ្ចឹងយើងញ៉ាំចូលស្រួលអត់តែយើងបិទមាត់ឬក៏យើងឲ្យគេសូបពីកញ៉ាំឬខ្លះសូបពីពោះញ៉ាំហ្នឹងចំណុចសំខាន់អញ្ចឹងអ្នកខ្លះអាសេតក៏បានយកពីហ្នឹងក៏ដឹងតែភាពស្អាត creative បែបថ្មីអាហ្នឹងវាជាបញ្ហាអញ្ចឹងកន្លែងនេះក៏សូមអភ័យទោសដែរដែលអាចនឹងថាប៉ះពាល់ប៉ុន្តែបើសិនជាយើងសិក្សាឲ្យដល់អានឹងវាជាល្អសងខាងទេចាល្អទាំងអស់ទេចាគេព្រោះថាសប្បុរសករគាត់ប្រកាសយ៉ាងណាក៏ដោយប៉ុន្តែគាត់អត់ចេះចំណេះដឹងហុងស៊ុយគាត់មិនមែនទេដូចនៅសិង្ហបុរីគេមានបរិញ្ញាតាចាអាសេតឥឡូវសូម្បីតែពួកបារាំងអ៊ីតាលីក៏គេរៀនដែរគេយល់ពីហុងស៊ុយហ្នឹងមកតែដល់ពេលគេរៀនទៅថាអាហ្នឹងមិនជំនឿណាគេនិយាយពីចរន្តខ្យល់ទឹកខ្យល់និងការ design ចេញមកវាហាយគឺធ្វើឲ្យការរស់នៅស្រួលតែមកទោះអានេះខ្ញុំក៏ថ្ងៃនេះអាចនឹងនិយាយទៅប៉ះពាល់ដែរប៉ះពាល់អ្នកផ្សេងដែរជាថាចង់និយាយថាដូចហុងស៊ុយបើសិនជាជួនកាលអាចពីមុនគាត់ជាប់ជួបគ្រូហុងស៊ុយដែលគាត់មានគំនិត creative អស់ហ្នឹងឬមួយគាត់ថារៀនអត់ដល់ពីប៉ុណ្ណឹងការ design ហ្នឹងដល់ពេលគាត់ទៅខាន់សាស្ត្រជាមួយអាសេតវាផ្ទុយគ្នាចាផ្ទុយគ្នាដល់ពេលផ្ទុយគ្នាអាសេតវាតម្លៃមកថាគ្រូហុងស៊ុយអត់យល់ពីការងារអស់ហ្នឹងចាអត់យល់ពីការងារហ្នឹងហើយដល់ទៅពេលឲ្យកែបណ្ដឹងអីវាធ្វើឲ្យវាប៉ះពាល់ដល់ប្លង់របស់គេចាជាក់ស្ដែងមិនមែនទេបើសិនជាយើងសិក្សាឲ្យដល់ណាហុងស៊ុយចង់ខ្ពស់គឺនិយាយអំពីអាសេតការ design ហ្នឹងមកហើយចេញមកគឺ standard មកអញ្ចឹងយើងមើលដូច icon សយ៉ាមគេ design បែបហុងស៊ុយសយ៉ាម Paragon design បែបហុងស៊ុយ
អាគារ Khalifa នៅ Dubai ក៏ design បែបហ្វុងស៊ុយដែរចា Marina Bay ក៏ design បែបហ្វុងស៊ុយណា Paragon នៅ Singapore ក៏ design បែបហ្វុងស៊ុយតែប៉ិតនៅពេលមែនតើនៅពេល design បែបហ្វុងស៊ុយយើង sale រឿងភ្លើងច្រើនអត់ឯងយើង sale ទាក់ទងនឹងធ្វើម៉េចឲ្យតិចយើងតិចតែពេលខ្លះយើងគូស្អាតខ្ញុំទទួលស្គាល់ខ្ញុំ spec ខ្ញុំខ្ពស់អញ្ចឹងឧបមាថាការគូដូចគ្នាហ្វុងស៊ុយគឺអាស៊ីតដល់ពេលតែគូគេថាបើសិនជាគូបែបហ្វុងស៊ុយអត់ស្អាតវាអត់ទេចាំមើលប្លង់ដែលខ្ញុំ design មានអ្នកធ្លាប់និយាយចឹងទេ ចាមានគេថាមើលគូបែបហ្វុងស៊ុយតែមិនជាមួយខ្ញុំទេគាត់វាតម្លៃជាមួយគ្រូហ្វុងស៊ុយផ្សេងតែទៅគូហ្វុងស៊ុយគូបែបហ្វុងស៊ុយវាអត់ស្អាតទេថាលើទៅមើលអ្វីដែលខ្ញុំគូបែបហ្វុងស៊ុយមើលតែផ្ទះមួយណាដែលថាអត់ស្អាតស្តង់ដារគឺចូលទៅវាតិចភ្នែកមកចាចឹងសំខាន់កុំវាតម្លៃទាំងអស់មកអ្នកណាខុសវាតម្លៃអ្នកហ្នឹងទៅ របស់ប៉ិតសិន ចាអ្នកណាខុសបើអ្នកហ្នឹងរៀនមិនដល់វាតម្លៃធំអ្នកហ្នឹងទៅកុំវាតម្លៃទូទៅចឹងអ្នកដែលមានជំនាញពិតប្រាកដវាទៅប៉ះពាល់ដែរចាដូចលោកគ្រូខ្ញុំចឹងគាត់ design កន្លែងអគារធំមកគឺស្តង់ដារមកចូលទៅមានផាសុខភាពមកតែនេះអត់ចេះតែថាមកនេះតែចេះថាអត់យល់ពីconcept design ហ្វុងស៊ុយក្នុងការ design ហ្នឹងអត់យល់ពីហ្នឹងគឺយ៉ាប់ហើយខ្ញុំទទួលស្គាល់ថាយ៉ាប់មែនចាខ្ញុំ